ชีวิตនៅក្រោមឥទ្ធិពលនៃសេចក្តីទុក្ខហើយនឿយណាយនឹងការកើតចាស់ឈឺស្លាប់ធុញទ្រាន់នឹងជីវិតរបស់មនុស្សនឹងធុញទ្រាន់ចង់រកវិធីណាផ្លូវណាដើម្បីរំដោះខ្លួនចេញពីទុក្ខនៅឲ្យសេចក្តីទុក្ខឲ្យផុតទៅនឹងវិធីដែលចេញពីទុក្ខសង្សារទុក្ខនេះឲ្យផុតទៅមានតែព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងទុកឲ្យនឹងជាមេគីជាអរិយមគ្គជាអដ្ឋង្គិកមគ្គការបដិបត្តិហ្នឹងបើមិនបានធ្វើពិធីបដិបត្តិគ្មានពិធីណាដែលចេញរួចពីទុក្ខទេអត់មានបន់ស្រន់បួងសួងណាឲ្យអតិទេពមកនាំទៅដាក់ព្រះនិព្វានណាបានអត់តែត្រូវធ្វើដោយខ្លួនឯងទាំងអស់នឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបព្រោះពុទ្ធសាសនានឹងព្រះសម្មាសម្ពុទ្ធលោកបង្រៀនមនុស្សឲ្យធ្វើការតាមិនឲ្យមនុស្សពឹងគេទេមិនឲ្យទៅពឹងអ្វីដទៃខាងក្រៅខ្លួនឲ្យពឹងតែខ្លួនឯងពាក្យថាខ្លួនឯងក្នុងទីនេះបានដល់កាយវាចាចិត្តនេះជារបស់ខ្លួនហើយមនុស្សទាំងអស់នៅលើសកលលោកត្រូវតែធ្វើការដោយកាយដោយវាចាដោយចិត្តរបស់ខ្លួននឹងឯងសំបីជីវិតដែលញោមញាទាំងឡាយដែលរស់នៅជាមនុស្សសប្តាហ៍ថ្ងៃនេះមានចំណេះមានវិជ្ជាមានសម្បត្តិមានទ្រព្យមានយស័ក្តិទាំងបានក៏កើតតែអំពីកាយវាចាចិត្តរបស់ខ្លួនធ្វើខ្លួនឯងទាំងអស់ឥតមានណាមកធ្វើឲ្យទេនេះសូមញោមញាជ្រាបចឹងញោមគិតមើលមែនតើពេលដែលអាត្មាសម្ដែងប្រាប់ថាយើងមានអ្វីអត់ដោយសារខ្លួនយើងគិតមើលពីត្រឹមនឹងចាស់ទៅក្រោយវិញថាស្អីដែលបានពីណាគេធ្វើឲ្យអត់មានទេបានតែពីកាយវាចាចិត្តបញ្ញារបស់ខ្លួនដែលធ្វើនឹងកើតឡើងទៅអស់ដល់ខ្លួនតាំងពីសេចក្តីសុខទ្រព្យសម្បត្តិជោគជ័យសួស្តីអីសពបែបយ៉ាងកើតតែពីខ្លួនឯងធ្វើនឹងជាពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនោះក្នុងព្រះធម៌ 84000 សត្វតែធម៌ដែលត្រូវធ្វើដោយកាយវាចាចិត្តទាំងអស់ញោមញាតិពុទ្ធបរិស័ទគឺកាយវាចាចិត្តនឹងហើយជាខ្លួនដែលលោកតែងសម្ដែងថាអត្តាហេអត្តណោនេថោខ្លួនជាទីពឹងនៃខ្លួនអ្នកដទៃមិនអាចទីពឹងយើងបានខ្លួនគឺកាយវាចាចិត្តនឹងឯងធ្វើរិចឥឡូវកាយវាចាចិត្តរបស់ផងយើងកាយវាចាចិត្តរបស់យើងពីកំណើតដែលយើងកើតមកអត់ស្អាតទេណាញោមណាជាប់ដោយកិលេសគ្រឿងសៅមងស្មោកគ្រោះអាក្រក់ទាំងអស់កើតមកពីកំណើតមកវាសំបីតែបញ្ញារបស់យើងដូចគ្នាមនុស្សកើតមកមានពូជក្របពូជបញ្ញាស្រេចតែបើមនុស្សមិនបានសិក្សារៀនសូត្រអក្សរសិល្បវិជ្ជាអីទេបញ្ញារបស់ខ្លួនអត់រីកធំទៅបានដែលនៅតែក្តៀបអញ្ចឹងឯងឧទាហរណ៍ជាក់ស្ដែងញោមញាតិមើលវិជាបរិទ្ធបរិស័ទដែលគ្នានៅតាមចុងកាត់មិត្តញោមស្រុកក្រៅលំនៅជនរបស់គ្នាអត់បានរៀនញោមមកមានទៅចេះដឹងអីតាមពិតមនុស្សដូចតែគ្នាព្រោះយើងនៅទីក្រុងយើងមានសាលាសិក្សារៀនសូត្រគ្រប់មជ្ឈមហើយយើងរៀនទៅចេះដឹងមានបញ្ញារីកឡើងយើងធ្វើកិច្ចការអ្វីបានទាំងអស់ដោយសារបញ្ញាអ្នកនៅជនបទមានពូជបញ្ញាដូចតែគ្នាប៉ុន្តែគ្នាអត់បានរៀនសូត្រនៅវាក្តៀបនឹងអត់ធ្វើអីកើតទេអានេះបញ្ញានោះការយល់ខុសនេះបាបយ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនាបាបជាងអីទៀតផងរហូតដល់ថាម៉ែឪក៏អត់គុណមានគុណឲ្យម៉ែឪនឹងអត់គេណាម៉ែឪខំធ្វើសេចក្តីល្អតស៊ូងប់រស់នឹងកូនមួយណាតាំងពីនៅក្នុងពោះរហូតដល់ប្រសូតមកឲ្យរសាកូនមួយតាំងពីមួយថ្ងៃរហូតដល់អាយុជាង20ម្នាក់ពេលដែលចិញ្ចឹមដោយគ្រឿងឧបភោគបរិភោគដោយទឹកចិត្តមេត្តាស្រឡាញ់ផងករណាអាណិតអសូរការពារកូននឹងនៅតែ
កូនทำไมเอาអត់មានគុណអានឹងថាយល់ខុសនោះបាបក្រៃលែងជាទីបំផុតការមិច្ឆាទិដ្ឋិការយល់ខុសនេះបុរាណថាបាបមិនឆ្អាបមឿនទេបើទៅវាយមឿនវាយអីស្ងោស៊ីបាបដែរបើឆ្អាបមឿនបាបនៃការយល់ខុសប្រឆាសេចក្តីពេញអត់បានឆ្អាបមឿនអីទេគឺបាបធ្ងន់ណាស់ដោយសារគំនិតយល់ខុសប្រឆាណាហើយមនុស្សកាលណាតែមិនជឿបន់មិនជឿបាបមិនជឿថាមនុស្សស្លាប់ហើយកើតទៀតឋានសួគ៌ឋានរមានមនុស្សនោះធ្វើអាក្រក់ទាំងអស់អត់ខ្លាចទេរឿងធ្វើអាក្រក់បើធ្វើវាអត់ឲ្យផលអញ្ចឹងមានប៉ះពាល់ដល់ជីវិតរបស់មនុស្សសពសត្វនៅលើពិភពលោកទាំងអស់នឹងកាលណាបើបានស្ដាប់ធម៌ទេសនាឲ្យបំបត្តិការយល់ខុសនឹងឲ្យយល់ត្រូវឡើងវិញផងត្រឹមត្រូវទៅតាមសេចក្តីពិតព្រោះស្ដាប់ធម៌ទៅយល់អានិសង្សទី5កាលណាញោមញាតិស្ដាប់យល់ហើយញ៉ាំងទឹកចិត្តរបស់ញោមញាតិគ្រប់គ្នានឹងឲ្យមានជំនឿសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនានឹងកាន់តែខ្លាំងក្លាឡើងដោយសារការស្ដាប់ធម៌ទេសនានឹងឯងជ្រះថ្លាទៅយល់មានបញ្ញាយល់ខុសយល់ត្រូវដឹងអាក្រក់ល្អទាំងអស់ក៏ទឹកចិត្តនឹងមានសទ្ធាជ្រះថ្លាមានសទ្ធាជ្រះថ្លាថ្នាក់ញោមញាតិពុទ្ធបរិស័ទនេះគេហៅថាចិត្តជាកម្មាវិជ្ជាកុសលចិត្តកាលណាស្ដាប់ពីចិត្តនោះវាកើតសេចក្តីជ្រះថ្លាជាកុសលក៏ចង់ធ្វើសេចក្តីល្អឡើងណាមានការចែកទានមានការរក្សាសិលមានសេចក្តីអាណិតអាសូរដល់ជីវិតសពសត្វទូទៅនៅជុំវិញខ្លួនលើផែនដីនឹងមិនប៉ះពាល់ទេនេះហៅកម្មាវិជ្ជាកុសលចិត្តកម្មាវិជ្ជាកុសលចិត្តនេះចិត្តជាកុសលប៉ុន្តែវាជាប់ជំពាក់ដោយកម្មគុណ5ព្រោះជីវិតរបស់មនុស្សបើវាជាប់ជំពាក់ហ្នឹងចិត្តជាកម្មាវិជ្ជាកុសលចិត្តនេះលោកសម្ដែងថាដល់អស់អាយុទៅកើតក្នុងឋានសួគ៌6ជាន់ឆ្អកកម្មាវិជ្ជាសួគ៌ហ្នឹងអានេះអាត្មាគណៈសម្ដែងនិយាយពីចិត្តទី1ទេចិត្តមាន14ថ្នាក់ណាបើសម្ដែងពីចិត្តទី1គឺចិត្តញោមញាតិពុទ្ធបរិស័ទហ្នឹងឯងទី1បំផុតឲ្យចិត្តជាកុសលមុនគេហ្នឹងដែលយល់អំពីកុសលធម៌ប្រកបដោយបញ្ញាទៅគឺពំពេញឲ្យញោមចេះអាណិតគេចេះបរិច្ចាគទ្រព្យសម្បត្តិចែកទៅជាទានដល់ជនដទៃទៀតឬក៏សាងជាសាលារៀនជាមន្ទីរពេទ្យជាផ្លូវជាថ្នល់ជាស្ពានសត្វតកម្មាវិជ្ជាកុសលចិត្តឯងបានលះទ្រព្យយកទៅធ្វើបានណានឹងសំញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបអានិសង្សនៃការដែលបានបរិច្ចាគទានជ្រះថ្លាដោយចិត្តរីករាយនឹងឯងដែលអានិសង្សចុងក្រោយទៅញោមញាតិលះបង់លោកទៅកាន់លោកកមុខទៅបានកាន់ទៅសុគតិក្នុងឋានសួគ៌នឹងជាហេតុផលក្នុងពុទ្ធសាសនាហ្នឹងពុទ្ធសាសនានោះថាអាស្រ័យការសេពគុំបានមកសេពគុំនឹងត្រកូលសប្បុរសក៏បានត្រឡប់វិលខ្លួនដែលជាអសប្បុរសនឹងឲ្យទៅជាសប្បុរសនឹងគេដែរពាក្យថាសប្បុរសជាភាសាបាលីប្រែជាខ្មែរថាអ្នកដែលស្ងប់ពួកសប្បុរសគឺពួកអ្នកដែលស្ងប់ស្ងប់អីថាស្ងប់កាយស្ងប់វាចាស្ងប់ចិត្តដល់អ្នកដែលមិនស្ងប់នឹងគេហៅអសប្បុរសនឹងបានមកសេពគុំនឹងសប្បុរសក៏ផ្លាស់ប្ដូរទៅជាអ្នកស្ងប់នឹងបានព្រះសម្មាសម្ពុទ្ធលោកទ្រង់សម្ដែងថាកិរិយាដែលសេពគុំគឺមករួបរวมពោសមាគមជាមួយនឹងគ្នាទៅសេពគុំនឹងសប្បុរសរមែងបានទទួលធ្វើរបស់សប្បុរសសេពគុំនឹងអសប្បុរសនឹងបានទទួលធ្វើរបស់អសប្បុរសបានកិរិយាដែលសេពគុំនេះគឺជាធំបំផុតជាចម្បងសម្រាប់សង្គមមនុស្សនៅលើសកលលោកនេះបានព្រះសម្មាសម្ពុទ្ធសម្ដែងក្នុងមង្គលសូត្រនៃអាសេវនាជាពាលាណាំងថាកិរិយាមិនសេពគុំនឹងជន់ពេលអសប្បុរសហ្នឹងជាមង្គលដល់ប្រសើរតែកាលណាយើងទៅសេពគុំនឹងពួកអសប្បុរស
ឧបិយនឹងដែលនាំយើងទៅធ្វើកុសលនាំយើងទៅប្រព្រឹត្តអំពើអកុសលហ្នឹងឯងវាអំពើអកុសលហ្នឹងវាជាទីត្រេកអររបស់ពួកអសប្បុរសហ្នឹងឯងតែស៊ីផើប៉ោឡែរំច្រៀងទៅអីសពបែបស្អាតហ្នឹងពួកអសប្បុរសគឺចូលចិត្តចឹងដល់ពួកសប្បុរសលោកមិនចូលចិត្តទេវាអំពើស៊ីផើប៉ោឡែរំច្រៀងអាហ្នឹងគេថាវាអត់ស្ងប់ធ្វើចិត្តធ្វើកាយវាចាចិត្តមនុស្សរបស់នោះឲ្យមានកិលេសនោះសម្ផលគ្រូតគ្រៀតឡើងបងនេះសម្រាប់ទៅខ្សែគុំនឹងអសប្បុរសតែខ្សែគុំនឹងសប្បុរសលោកនាំបញ្យល់ឲ្យបុគ្គលនឹងស្ដាប់ទទួលយកបានទៅក៏អប់រំកាយវាចាចិត្តយើងខ្លួនឲ្យបានទៅជាអ្នកស្ងប់គេហៅថាអសប្បុរសហៅថាសប្បុរសនឹងសំញញាតជ្រាបដូចជាញោមញាតពុទ្ធបរិស័ទដែលបានមកប្រជុំគ្នាក្នុងទីនេះណាការសន្និបាតមកប្រជុំទីនេះសុទ្ធតែជាពួកសប្បុរសហើយទោះបីជាមិនប្រាប់ក៏យើងសង្កេតមើលទៅឃើញព្រោះពួកអសប្បុរសអត់បានចូលមកកាន់ទីប្រជុំនឹងបានទេមិនជ្រះថ្លាមិនចូលចិត្តទេសម្រាប់ញោមញាតពុទ្ធបរិស័ទដែលជាសប្បុរសនឹងឬសប្បុរសផ្លង់គ្នាប្រកបប្រកាសអំពីកិច្ចការងារដែលល្អមានកុសល